ក្តីស្រឡាញ់ពិតជាមានតម្លៃខ្លាំងណាស់ក្តីស្រឡាញ់គឺជាធម៌ពលក្តីស្រឡាញ់គឺអាចយកឈ្នះរាល់បញ្ហានិងឧបសគ្គគ្រប់បែបយ៉ាងទាំងអស់ចឹងសម្រាប់ក្តីស្រឡាញ់មួយនេះគឺមានក្រពេលវេលាមនុស្សដែលមានក្តីស្រឡាញ់គឺជាមនុស្សដែលមានធម៌ពលចឹងមនុស្សដែលអស់ធម៌ពលគឺស្មើជាមួយនឹងមនុស្សដែលអស់ជាមួយនឹងក្តីស្រឡាញ់ផងដែរសម្រាប់ក្តីស្រឡាញ់មួយនេះគឺអាចយកឈ្នះរាល់បញ្ហានិងឧបសគ្គគ្រប់បែបយ៉ាងផ្ទាល់តែម្ដងជាពិសេសសម្រាប់ក្តីស្រឡាញ់គឺមានធម៌ពលដ៏អស្ចារ្យដែលមាននៅក្នុងចក្រវាឡមួយនេះដែលចក្រវាឡផ្ដល់ឲ្យសម្រាប់មនុស្សគ្រប់គ្នាតាមរយៈធម៌ពលនឹងឯងដែលមនុស្សចក្រកំណើតជាមនុស្សដែលមានធម៌ពលនៅក្នុងរូបកាយនឹងឯងអញ្ចឹងសម្រាប់ធម៌ពលក្តីស្រឡាញ់គឺពិតជាមានភាពអស្ចារ្យខ្លាំងមែនទែនដែលអាចរាល់បញ្ហាដែលមនុស្សមានណាពេលដែលមនុស្សមានក្តីស្រឡាញ់ណាគឺមនុស្សអាចយកឈ្នះគ្រប់បញ្ហាឧបសគ្គជំនះបានគ្រប់ពេលគ្រប់វេលាផ្ទាល់តែម្ដងមិនថាក្តីស្រឡាញ់ភាពកក់ក្ដៅស្នាមញញឹមភាពជួបជុំសុភមង្គលគឺជារបស់ដែលមានតម្លៃខ្លាំងបំផុតក្តីស្រឡាញ់មួយនេះគឺពិតជាមានតម្លៃខ្លាំងមែនទែនដែលចក្រវាឡផ្ដល់ឲ្យមនុស្សគ្រប់គ្នាផ្ទាល់តែម្ដងក្តីស្រឡាញ់ស្មើជាមួយនឹងការស្រូបទាញកាន់តែខ្លាំងក្តីស្រឡាញ់មានកាន់តែខ្លាំងធម៌ពលមានកាន់តែខ្លាំងអ្វីៗគ្រប់យ៉ាងដែលជាបំណងប្រាថ្នាក្តីស្រមៃរបស់យើងក៏កាន់តែឆាប់ទទួលបាននៅសមិទ្ធផលផងដែរមនុស្សអស់ក្តីស្រឡាញ់គឺស្មើជាមួយនឹងមនុស្សអស់ធម៌ពលដើម្បីមានធម៌ពលឡើងវិញមនុស្សត្រូវផ្សារភ្ជាប់ខ្លួនឯងជាមួយនឹងខ្លួនឯងតាមរយៈធម៌ពលពិតនៅស្ងៀមស្ងាត់ធ្វើតាមបេះដូងខ្លួនឯងបើកចក្រាទាំង7ផ្សារភ្ជាប់ខ្លួនឯងជាមួយនឹងចក្រវាឡបង្កើតរូបអារម្មណ៍ជាពិសេសបង្កើតមโนភាពដែលជាភាពស្ដុកស្ដំដើម្បីបើកចក្រាបង្កើននៅក្តីស្រឡាញ់បង្កើននៅធម៌ពលខ្លួនឯងឲ្យកាន់តែខ្លាំងដើម្បីសម្រេចគ្រប់បែបយ៉ាងនៅអ្វីដែលជាបំណងប្រាថ្នារបស់ខ្លួនឯងគ្រប់បែបយ៉ាងផ្ទាល់តែម្ដងអញ្ចឹងក្តីស្រឡាញ់មួយនេះគឺធ្វើឲ្យមនុស្សមានធម៌ពលដែលនឹកស្មានមិនដល់ដែលហៅថាធម៌ពលអច្ឆរិយៈមួយនឹងឯងធម៌ពលអច្ឆរិយៈនេះគឺពិតជាអស្ចារ្យខ្លាំងមែនទែនគឺអាចជំនះឈ្នះរាល់គ្រប់ឧបសគ្គបែបយ៉ាងទាំងអស់ដែលធ្វើឲ្យមនុស្សមានសង្ឃឹមមានក្តីសង្ឃឹមមានស្នាមញញឹមមានទឹកចិត្តឡើងវិញនៅក្នុងការរស់នៅបន្តក្តីស្រឡាញ់មួយនេះហើយគឺធ្វើឲ្យមនុស្សគឺអាចយកឈ្នះអ្វីៗគ្រប់បែបយ៉ាងទាំងអស់ដែលជាបញ្ហាខ្លាំងដ៏អស្ចារ្យគ្មានអ្វីដែលធម៌ពលយកឈ្នះមិនបានឡើយឲ្យតែមនុស្សមានធម៌ពលឲ្យតែមនុស្សមានក្តីស្រឡាញ់នឹងឯងអញ្ចឹងសម្រាប់ខ្ញុំគឺទទួលបាននូវក្តីស្រឡាញ់ដែលចក្រវាឡផ្ដល់ឲ្យតាមរយៈធម៌ពលពិតដែលចក្រវាឡផ្ដល់ឲ្យនឹងឯងហើយខ្ញុំក៏រកខ្លួនឯងឃើញតាមរយៈការនៅជាមួយនឹងធម៌ពលពិតខ្លួនឯងផ្ដល់អ្វីៗគ្រប់យ៉ាងដែលជាក្តីស្រឡាញ់សុភមង្គលភាពកក់ក្ដៅស្នាមញញឹមភាពផ្អែមល្ហែមភាពកក់ក្ដៅដែលផ្ដល់ជូនចំពោះក្រុមគ្រួសារផ្ដល់ជូនចំពោះខ្លួនឯងគឺធ្វើឲ្យខ្ញុំកាន់តែមានធម៌ពលខ្លាំងមែនទែនជាពិសេសក្តីស្រឡាញ់ដែលខ្ញុំផ្ដល់ឲ្យចក្រវាឡតាមរយៈការចែករំលែកជួយទៅដល់បងដែលគាត់អស់ធម៌ពលដែលគាត់អស់ក្តីស្រឡាញ់ឲ្យមានធម៌ពលឡើងវិញណាតាមរយៈការរស់ជាមួយនឹងខ្លួនឯងដើរតាមបេះដូងខ្លួនឯងជាពិសេសរស់ជាមួយនឹងធម៌ពលពិតដែលចក្រវាឡផ្ដល់ឲ្យធ្វើឲ្យខ្លួនឯងរស់យ៉ាងមានសេចក្តីសុខបំផុតរស់នៅយ៉ាងមានសន្តិភាពបំផុតតែម្ដងណាកន្លែងហ្នឹងគឺពិតជាមានសារៈសំខាន់ខ្លាំងមែនទែននៅពេលដែលមនុស្សមានធម៌ពលដែលហៅថាក្តីស្រឡាញ់មួយនេះគឺធ្វើឲ្យមនុស្សព្យាបាលរាល់បញ្ហាជំងឺក៏អាចព្យាបាលបានមិនថាផ្លូវចិត្តក៏អាចធ្វើការព្យាបាលបានផងដែរឲ្យតែមនុស្សមានធម៌ពលក៏ដូចជាមនុស្សមានក្តីស្រឡាញ់នឹងឯងពិតជាអស្ចារ្យខ្លាំងមែនទែនសម្រាប់ធម៌ពលសម្រាប់ក្តីស្រឡាញ់មួយនេះណាក្តីស្រឡាញ់ស្មើជាមួយនឹងការស្រូបទាញកាន់តែខ្លាំងមានក្តីស្រឡាញ់កាន់តែខ្លាំងមានធម៌ពលកាន់តែខ្លាំងគោលដៅក្តីស្រមៃទទួលបានក៏កាន់តែលឿនដូច្នេះហើយសូមជូនពរបងប្អូនទាំងអស់គ្នាស្រូបទាញនៅអ្វីៗដែលជាគោលដៅក្តីប្រាថ្នាបំណងប្រាថ្នាដែលជាក្តីសុបិនរបស់បងប្អូនកាន់តែទទួលបានការឆាប់បានមកដល់តាមរយៈការប្រើប្រាស់ធម៌ពលខ្លួនឯងតាមរយៈការប្រើប្រាស់ក្តីស្រឡាញ់របស់ខ្លួនឯងមួយនេះជូនចំពោះខ្លួនឯងជូនចំពោះមនុស្សជាទីស្រឡាញ់ដើម្បីសម្រេចនូវភាពជោគជ័យឲ្យកាន់តែឆាប់ជូនពរបងប្អូនទាំងអស់គ្នាជោគជ័យគ្រប់គ្នា